សមាគមអង្គការកម្ពុជាចូលរួមជំនួបពិភាក្សាធុរកិច្ចនិងជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌាកម្ពុជាក្នុងវិស័យឱសថនៅថ្ងៃប្រហ័សទី5 ខែមីនាឆ្នាំ2026អ្នកអង្គការគួនធីតាអនុប្រធាននិងជាតំណាងលោកអ្នកអង្គការលីយ៉ុងផាត់ប្រធានសមាគមអង្គការកម្ពុជារួមជាមួយអ្នកអង្គការហ៊ុនឡាអគ្គលេខាធិការបានដឹកនាំគណៈប្រតិភូសមាគមអង្គការកម្ពុជាចូលរួមក្នុងជំនួបពិភាក្សាធុរកិច្ចជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជំរុញការនាំចេញឱសថឥណ្ឌាហៅកាត់ថា FAMEXIL ក្នុងគោលបំណងកសាងទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរនិងស្វែងយល់គ្នាទៅវិញទៅមកឲ្យបានស៊ីជម្រៅព្រមទាំងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មក្នុងវិស័យឱសថដើម្បីផ្ដល់នូវអត្ថប្រយោជន៍និងឱកាសដល់សមាជិកនៃស្ថាប័នទាំងពីរក្នុងការចាប់ដៃគូគ្នាក្នុងឱកាសនេះដែរគណៈប្រតិភូនីមួយៗនៃស្ថាប័នទាំងពីរបានធ្វើបទបង្ហាញអំពីសមាជិកភាពនិងអាជីវកម្មរបស់ខ្លួនទៅវិញទៅមកដើម្បីផ្ដល់ជាព័ត៌មានមូលដ្ឋានសម្រាប់ការផ្គូផ្គងពាណិជ្ជកម្មនិងកិច្ចសហការធុរកិច្ចនាពេលអនាគតបន្តមកទៀតអ្នកអង្គការបានបន្តដឹកនាំគណៈប្រតិភូសមាគមអង្គការកម្ពុជាចូលរួមវេទិកានិងជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌាកម្ពុជាក្នុងវិស័យឱសថក្រោមអធិបតីភាពឯកឧត្តមវ៉ាន់ឡាល់វ៉ាណាបាវិលុងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាក្នុងវិស័យឱសថដែលអ្នកចូលរួមក្នុងវេទិកានេះសុទ្ធសឹងជាធុរជនវិនិយោគិននិងភាគីពាក់ព័ន្ធអញ្ជើញមកពីវិស័យសុខាភិបាលវិជ្ជាសាស្ត្រនិងឱសថដើម្បីកសាងបណ្ដាញទំនាក់ទំនងធុរកិច្ចនិងស្វែងរកឱកាសក្នុងការចាប់ដៃគូគ្នាទៅវិញទៅមកសូមបញ្ជាក់ថាវេទិកានេះមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាដោយក្រុមប្រឹក្សា FAMEXIL បានដឹកនាំគណៈប្រតិភូឥណ្ឌាចំនួន99រូបមកពី68ក្រុមហ៊ុនដើម្បីស្វែងរកដៃគូធុរកិច្ចនិងវិនិយោគិននៅកម្ពុជាដែលផ្ដោតជាចម្បងលើវិស័យឱសថក្នុងនោះដែរសមាគមអង្គការកម្ពុជាគឺជាស្ថាប័នដ៏មានសក្តានុពលក្នុងការបង្កើតកលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យនេះខណៈដែលក្រុមប្រឹក្សាជំរុញការនាំចេញឱសថឥណ្ឌាបានដើរតួនាទីជាទីភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌាក្នុងការលើកកម្ពស់ការនាំចេញឱសថតាមរយៈការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសដូចជាសិក្ខាសាលាជំនួបផ្គូផ្គងធុរកិច្ចនិងបេសកកម្មធុរកិច្ចក្រៅប្រទេសជាដើម